បាទទូស្ដីអ្នកទាំងអស់គ្នាបាទចាំមុនខ្ញុំសន្យាថា5ថ្ងៃមកថតឡើងខ្ញុំមកថតហើយបាទគុណជុកស្វិតស្វិតបើទុកស្វិតស្វិតហើយមុននៅរៀកផងហើយមិនអត់ទឹកដោះផងហ្នឹងហើយដូចខ្ញុំបញ្ជាក់អញ្ចឹងគុណជុករៀកយើងត្រូវច្រកថ្នាំឬក៏ចាក់ថ្នាំហើយក៏យើងត្រូវឆែកទៅមើលមេដែរមើលការរីកចំណៃរបស់មេមើលសុខភាពរបស់មេបាទហ្នឹងហើយជាមួយខ្ញុំដាក់រូបភាពតាំងពីមុនហ្នឹងក៏ពិតវីដេអូនេះថតតែខ្ញុំអត់បានយកផុសភ្លាមបាទនេះឲ្យស្គមណារកពីមុនណាបាទហើយប្រើថ្នាំខ្ញុំការបង្ហាញតែបង្ហាញលឿនពេកមិញបាទជាមួយខ្ញុំដាក់រូបនឹងឲ្យចុងវីដេអូបាទហើយគូនជ្រូកដូចខ្ញុំបញ្ជាក់ឡើងវិញហ្នឹងការយើងត្រូវការថែទាំដាក់កម្ដៅហើយបើវាកិច្ចខ្លាំងពេកយើងលាងទឹកឬលាងពេលថ្ងៃអាចចាប់កូនចេញឬក៏ញៀចឲ្យចេញអត់ឲ្យប៉ះទឹកទេបាទហើយពួកនេះគេអត់រៀកគេឆ្លោះលឿនជាងណាបាទហើយជ្រូកខ្ញុំក៏មិនជាច្រើនប្រហែលដែរបាទនេះឡើងកើតបាន9មេបាទស្អាតនេះយកប្រហែល14ថ្ងៃហើយ2សប្តាហ៍បាទហ្នឹងហើយចាំមើលបងប្អូនចាំមើលលេងតិចទៅហើយមិនហ្នឹងមិនលឺណាមិនខ្ញុំអត់បានផុសហ្នឹងហើយខ្ញុំមិនពេលបញ្ចូលសំឡេងថតហើយមិនអត់លឺមិនអស់ថ្មខ្ញុំ9មេបាន110កូនដែរ9មេនេះបាន100កូននិយាយខុស100កូនលើសណាស់ដែរតែអាគ្លីបស្វាត់ហើយវាងាប់អស់ខ្លះទៅបាទនេះសុខភាពវាល្អគឺអត់រៀកធំលឿនបាទហើយបើរៀកខ្ញុំនិយាយនៅខាងដើមហ្នឹងត្រូវឆែកមើលមេផងអាចរៀកមកពីមេដែររៀកមកពីមេយើងច្រកថ្នាំមិនបាត់ទេហើយកូនជូកស្វិតទៅបាទមេទឹកដោះអត់ល្អឬមេអត់ទឹកដោះអញ្ចឹងណាហើយបងប្អូនចង់ដឹងថាមេអត់ទឹកដោះយើងគួរធ្វើម៉េចចាំមើលវីដេអូក្រោយឬបងប្អូនឆាតសួរបាទចាក់ថ្នាំអីយើងធ្វើម៉េចហ្នឹងហើយអានេះសបុកមួយទៀតមួយសបុកទៀតមេកមុំបាន6 10តែដោះវាតិចចឹងពិបាកដែរបាទគឺយើងត្រូវការថែទាំវាខ្លាំងណាស់បានរស់បានច្រើនមេកូនដោះលើច្រើនជាងដោះមេហ្នឹងបាទហ្នឹងហើយបងប្អូនត្រូវការ spam បាទត្រូវការ spam ផ្ញើបាន25ខាត់ក្រុងបាទយើងមានកាលណាយើងមាន spam មានមេហើយមានត្រូវមានបាល្អទៀត spam ល្អសុខភាពសេនតិចខ្ពស់ដើម្បីការចិញ្ចឹមទៅវាលូតលាស់លឿនបាទអរគុណបាទការទស្សនានេះថ្នាំបាទនេះមានថ្នាំច្រកជ្រូករៀកលឿងរៀកសបាទមានថ្នាំចាក់ជំនួយទឹកដោះបាទពេលរបស់បងប្អូនយល់ដឹងពីថ្នាំទៅយើងអត់បាច់យកប្រើច្រើនហួសពេកទេបាទអរគុណបាទតើការកំងបានបាទ